miền dây mà nè nơi gặp bông spư có dục của muôn đó những cái con nực mấy con dây có thể sau khi pua chặt cái đó giúp nó chấp pot strike al chalo tăng mai tăng âu tăng ấy con al chấp pot tăng strike lư tăng vô shop chắc tới đợtไป strike lư kèo nó al chalo cái đó giúp nó đợtไป chẳng bàn mà ở con số thấy bạn vô shop pua chặt thì chắc còn đằng mặt bằng là khai xua không nó đo khu mền tiền mà sông cổ rục nâng chấm riệp xua và công bong ôn đã cầm phong tam đàn tu snaនៅវីដេអូនេះដោយសេចក្តីគោរពនិងសេចក្តីស្រឡាញ់រាប់អាននៅក្នុងប្រធានបទនៃវីដេអូនេះខ្ញុំសូមនិយាយអំពីយល់សពឬមួយក៏សបិនឃើញពោះចាប់យល់សពឬមួយក៏សបិនឃើញពោះចាប់ជាការពិតឲ្យតែដល់វ័យដល់គូប្រុសក៏ដោយស្រីក៏ដោយភាគច្រើនណាស់តែងតែយល់សពឬមួយក៏សបិនឃើញពោះចឹកឬមួយក៏ពោះដេញតិចទេដែលមិនយល់សពនោះហើយក៏សូមអរគុណចំពោះបងស្រីសូមអធិស្ឋានមិនបានជម្រាបឈ្មោះទេបើកាលណាជម្រាបឈ្មោះអត់កើតគាត់ឲ្យខ្ញុំលុបវីដេអូហើយអញ្ចឹងសូមអរគុណចំពោះបងស្រីដែលគាត់ធ្លាប់ជួបផ្ទាល់ជាមេរៀនឬមួយក៏ថាឲ្យចងចាំសម្រាប់កូនចៅខ្ញុំទេគាត់ជួបប្រទេសផ្ទាល់បងប្អូនគាត់ក៏តែខ្ញុំអ្នកចែករំលែកគឺខ្ញុំចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យចងចាំសម្រាប់កូនចៅក្រោយឬមួយក៏ក្មួយដែលធំពេញរូបពេញរាងដល់គូប្រុសក៏ដោយស្រីក៏ដោយឲ្យចងចាំហើយជាមេរៀនជារឿងពិតមុននឹងចូលប្រធានបទពោះចឹកនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចនិយាយអំពីការជួយមានច្រើនមានជួយជាទ្រព្យសម្បត្តិជួយដោយកម្លាំងជួយដោយប្រាប់ជួយហ្នឹងណានឹងពាក្យថាជួយដោយទ្រព្យសម្បត្តិគឺជួយមានទ្រព្យសម្បត្តិឲ្យចែកទៅតាមធនធានដែលអាចមាននឹងដោយទ្រព្យសម្បត្តិជួយដោយកម្លាំងមានការងារដែលត្រូវធ្វើកម្លាំងគឺត្រូវប្រើកម្លាំងជួយលើកទុកលើកដាក់ឬមួយក៏ធ្វើអ្វីផ្សេងដែលពាក់ព័ន្ធជាមួយកម្លាំងហើយជួយដោយប្រាប់ជួយដោយបង្ហាត់បង្ហាញគឺប្រាប់អំពីគុណទោសបុណ្យបាបប្រាប់ផ្លូវលោកផ្លូវធម៌ផ្លូវលោកបានដល់លេខនិពន្ធចំណេះជំនាញសិក្សារៀនសូត្របច្ចេកវិទ្យាឬមួយក៏ចំណេះដឹងផ្សេងពាក់ព័ន្ធជាមួយផ្លូវលោកហើយផ្លូវធម៌ប្រាប់អំពីគុណទោសបុណ្យបាបអាក្រក់ល្អហ្នឹងឈ្មោះថាជួយហើយគឺជួយបែបហ្នឹងជួយចែករំលែកប្រាប់ខុសត្រូវប្រាប់មេរៀនផ្សេងប្រាប់អ្វីដែលល្អចែករំលែកជូនដល់មនុស្សទូទៅហើយមនុស្សទូទៅដែលគាត់មើលគាត់ដឹងគាត់ចេះហ្នឹងឈ្មោះថាជួយហើយបងប្អូនគិតថាជួយបែបណាគឺជួយតាមលក្ខណៈផ្សេងគ្នានឹងជួយហើយជួយបែបតាមលំដាប់អញ្ចឹងទៅជួយបង្ហាត់ជួយបង្ហាញជួយប្រាប់ខុសត្រូវគុណទោសបុណ្យបាបជាចំណេះដឹងផ្សេងហ្នឹងជួយហើយមនុស្សមើលទៅឃើញចេះដឹងបានមួយចំណែកទៅឈ្មោះថាជួយហ្នឹងហើយបងប្អូនគិតថាជួយយ៉ាងណាទេអាហ្នឹងចិត្តតែគិតទៅអាហ្នឹងស្បិចវងកញ្ចក់ប៉ុណ្្នឹងចាស់ឥឡូវចូលមកដល់ប្រធានបទយើងវិញម្ដងនិយាយអំពីពោះចាប់ហើយបងប្អូនចងចាំណាកូនក្មួយបើបានមើលចងចាំវ័យដែលកំពុងដល់គូហ្នឹងហើយម៉ែឪពុកម្ដាយក៏ចងចាំទុកហើយគាត់ប្រាប់ហ្នឹងដោយសារតែខ្ញុំមានកូនស្រី2គាត់ប្រាប់ឲ្យខ្ញុំចងចាំទុកពេលតែកូនធំឡើងអាហ្នឹងវាតែនយោសពភាកច្រើនណាស់បងប្អូនដឹងគ្រប់គ្នារឿងពោះហ្នឹងយោសពឃើញពោះចឹកពោះអីហ្នឹងពេញនិយមណាអ្នកដែលអត់យល់សពហ្នឹងតិចបំផុតហើយបងប្អូនអាចយល់ហើយមិនថាមិនយល់ទេហ្នឹងហើយតែខ្ញុំអ្នកចែកចេះតែចែកហើយបងប្អូនកូនក្មួយចាំពិតណាមិនពិតទេយើងដឹងគ្រប់គ្នាហើយរឿងពោះចឹកនេះហើយចងចាំទៅហ្នឹងយល់សពក្នុងយល់សពពោះចឹកប៉បយើង
វាឲ្យស្លាប់ឬមួយក៏មានអ្នកណាជួយវាឲ្យស្លាប់នៅក្នុងយល់សពហ្នឹងអញ្ចឹងកុំយកបើកាលណាយកគឺអត់រស់ទេត្រូវព្រាត់ស្លាប់ហើយកុំយកឲ្យសោះគឺបែកស្លាប់អត់នៅជាមួយគ្នាយូរទេហើយមួយទៀតបើពោះចឹកប៉ប់យើងក៏ត្រាក់ឬមួយក៏វែងរបូតឬមួយក៏មានអ្នកណាជួយទាញជួយអីបោះចោលក៏កុំយកដែរយកក៏អត់ជាប់គ្នាដែរបែកគ្នាតែបែករស់យកសពឃើញពោះហ្នឹងវាមកលើខ្លួនវាហ្នឹងក៏កុំយកដែរអត់បានកាយទេគាត់ណាលេងសើចមិនមែនជាគូពិតប្រកបទេគាត់លេងសើចបើសិនជាពោះហ្នឹងចឹកប៉ប់ជាប់ហ្នឹងហើយយើងស្រែកអារឿងហ្នឹងមានច្រើនណាស់យកសពពោះចឹកហ្នឹងស្រែកផ្អើលឆោឡោទាំងយប់ក៏មានដែរកដាយប់មានយាយម្នាក់នៅកំពង់ស្ពឺគាត់អាយុ6 10ហ្នឹងកាលគាត់នៅក្មេងគាត់និយាយគាត់ទៅសពឃើញពោះចឹកកដាយប់ហ្នឹងចឹកប៉ត់ស្រែកផ្អើលឆោឡោទាំងម៉ែទាំងឪទាំងអីគាត់ហ្នឹងផ្អើលចឹកប៉ប់ហ្នឹងស្រែកលឺក្នុងយល់សពចឹកទៅដល់ពេលស្រែកលឺក្រៅហ្នឹងផ្អើលឆោឡោកដាយប់ហ្នឹងដល់ពេលចឹងបានម៉ែឪគាត់សួរថៃបានយល់សពពោះចឹកហើយចាស់គាត់ដឹងអត់បានកន្លះខែស្រួលផងដល់គ្រូមែនតើគេមកចូលស្ដីការមានកូនមានចៅធម្មតាហ្នឹងបើពោះចឹកប៉ប់ហើយវាអត់ទៅណានៅហ្នឹងយកទៅហើយច្បាស់ណាស់យកសពឃើញពោះហ្នឹងនិយាយរួមទៅឲ្យតែពោះខំឬមួយក៏ពោះចឹកអីវាអត់នៅជាប់ខ្លួនទេវាប្រឡែងឬមួយក៏វាយអីយ៉ាងណាកុំយកឲ្យសោះនឹងមិនមែនជាគូពេងពិតប្រាកដទេជួបគ្នាមិនបានដល់ចុងដល់ដើមទេបើសិនជាចឹកឲ្យបើនៅហ្នឹងហើយយើងភ្ញាក់ឬមួយក៏ស្រែកឆោឡោផ្អើលគេផ្អើលឯងភ្ញាក់នៅហ្នឹងឬមួយក៏អត់ភ្ញាក់អីចឹកឲ្យជាប់នៅហ្នឹងបងប្អូនយកចោះនឹងចងចាំប្រាប់កូនប្រាប់ចៅឲ្យបើក្មួយបងប្អូនអីបានមើលវីដេអូហ្នឹងចងចាំខ្លួនឯងនឹងជារឿងពិតបងស្រីហ្នឹងគាត់ប្អូនគាត់ប្អូនជីដូនមួយជួប2នាក់ទី1ពោះយកសពពោះចឹកហើយគេវាយស្លាប់មានគេវាយនៅក្នុងយកសពហ្នឹងមិនមែនម្ចាស់ខ្លួនវាយទេគេជួយចឹកប៉ប់ទៅគាត់អ្នកម្ចាស់ខ្លួនស្រែកឲ្យគេជួយមានគេមកវាយពោះហ្នឹងឲ្យស្លាប់បានប្រហែលដល់គូមែនវាការធម្មតាតែមិនបានយូរទេអត់បានយូរប្រហែលក៏ព្រាត់ស្លាប់ហ្នឹងប្អូនគាត់ទី1ហើយប្អូនទី2យកសពឃើញពោះដែរពោះចឹកមកមានគេជួយទាញរបូតបានគ្នាមែនបានកូន2លែងគ្នាឥឡូវមើលនៅរងហើយកូន2កូនហ្នឹងមានប្តីមានប្រពន្ធអស់ហើយកូនកំឡោះកមុំអស់ទៀតហើយកូនគាត់ហ្នឹងស្រីមួយប្រុសមួយហើយឪពុកម្ដាយ2នាក់ហ្នឹងក៏នៅមានជីវិតដែរហ្នឹងពេលចឹកហើយមានគេជួយទាញឬមួយនឹងគេជួយទាញគ្រោះចេញនិយាយរួមទៅឲ្យតែពាក់ព័ន្ធជាមួយនឹងពោះចឹកហើយវាមិននៅជាប់កុំយកបើទោះបីជាឃើញគេល្អយ៉ាងណាគេមានទ្រព្យធនមានចំណេះដឹងអីយ៉ាងណាដែលយើងអាចទុកចិត្តបានក៏កុំយកដែរយើងសុខចិត្តលំបាកចិត្តរយៈពេលខ្លីតែយើងកុំឲ្យមានទុក្ខលំបាករយៈពេលវែងជាការពិតប្រការណាយើងឃើញយកសពពេញពោះច្បាស់បំផុតហើយពោះហ្នឹងបងប្អូនដឹងគ្រប់គ្នាហើយច្បាស់ជាមានតែនឹងបើចឹកឲ្យជាប់នៅហ្នឹងយកចោះយកសពហ្នឹងមិនថាស្រីថាប្រុសណាខ្ញុំក៏ធ្លាប់យកសពដែរណានឹងភាកច្រើនណាស់ដែលយកសពបើយកសពឃើញពោះចឹកឲ្យវានៅយកចោះតែហាមហ្នឹងជារឿងពិតបើចឹកឲ្យវាយ៉ាងម៉េចហេតុភេទអីផ្សេងកុំយកហ្នឹងអញ្ចឹងវីដេអូដូចមានតែប៉ុណ្្នឹងទេណាហើយយ៉ាងណាអីបងប្អូនឆ្ងល់អីយ៉ាងម៉េចខមមិនក្នុងវីដេអូមកខ្ញុំនឹងធ្វើបន្តទៀតឬមួយក៏យ៉ាងណាតាម
តាមនឹងទៀតហ្នឹងហើយនេះខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹងទេចែករំលែកជូនដល់បងប្អូនកូនក្មួយឬមួយក៏បងប្អូនដែលមានកូនចៅទុកនឹងទុកទៅជាមេរៀនសម្រាប់កូនចៅយើងបើទោះបីថាពេលហ្នឹងយើងយល់សពឃើញចឹងហើយមានជាមើលមែនឃើញគ្រួសារគេឃើញគេហ្នឹងជាមនុស្សដែលអាចទុកចិត្តបានក៏មិនបាច់ទេវាអត់បានយូរអង្វែងទេណាលុះត្រាតែចឹកហើយនៅនឹងមកហ្នឹងចាំឲ្យតែបើថាមិននៅទេកាត់ចិត្តទៅវាមិនបានជាប់លាប់វែងឆ្ងាយណានឹងជាមេរៀនពិតហើយក៏សូមអរគុណចំពោះបងស្រីដែរដែលបានប្រាប់សម្រាប់ទុកឲ្យប្រាប់កូនចៅបន្តឲ្យខ្ញុំអ្នកចែកខ្ញុំចែកជាសាធារណៈតែម្ដងជួយអាហ្នឹងជាការជួយហ្នឹងណាជួយមនុស្សជួយប្រាប់ដឹងខុសត្រូវចឹងហ្នឹងជួយហើយពេលណាដែលយើងជួយចឹងទៅធ្វើតាមឲ្យអ្វីដែលល្អវាធ្វើឲ្យបានសុខបានសប្បាយទៅវារីកចម្រើនហើយគ្រួសាររីកចម្រើនជួយបានច្រើនមែនតើអញ្ចឹងការចែករំលែករបស់ខ្ញុំនេះគឺក្នុងគោលបំណងចែកជូនដល់បងប្អូនដែលយល់សពឃើញពោះចឹកហ្នឹងណាហ្នឹងហើយបើពោះចឹកហើយនៅចាំយកបើពោះចឹកហើយវាមិននៅទេឬមួយក៏ហេតុផ្សេងមិនបាច់យកទេនឹងសម្រាប់ប្រុសស្រីយល់សពវាច្រើនណាស់ដែលយល់សពឃើញពោះចឹកហ្នឹងហើយតិចបំផុតហើយដល់អត់អ្នកខ្លះក៏មិនមានយល់សពអីដែរតែដល់គូធម្មតាបានសុខសប្បាយធម្មតាអញ្ចឹងតែករណីដែលពោះចឹកហើយនេះនិយាយរឿងពោះចឹកទេបើពោះមិនចឹកដល់គូក៏ចេះតែយកទៅធម្មតាណាមិនមានពោះណាគួរយល់សពគ្រប់តែគ្នាទេតែភាគច្រើនហ្នឹងហើយនេះក៏ចែករំលែកជាចំណេះដឹងមួយតិចតួចតែបងស្រីគាត់បានប្រាប់ខ្ញុំទុកជាមេរៀនទេណានឹងប៉ុណ្ណឹងចាស់ហើយក៏សូមអធិស្ឋានចំពោះបងប្អូនបើមានការលឺលុះខ្វះខាតយ៉ាងណាក៏សូមកាន់តែភ័យទោសផងការចែករំលែករបស់ខ្ញុំនិយាយពីរឿងពោះចឹកនេះគឺក្នុងគោលបំណងចែកជូនដល់បងប្អូនកូនក្មួយឬមួយក៏បងប្អូនដែលមានកូនហើយយល់សពឃើញបែបហ្នឹងបើពោះចឹកហើយនៅហ្នឹងមិនទៅណាបងប្អូនកូនក្មួយយកចោះហ្នឹងហើយតែពោះចឹកហើយមានហេតុភេទផ្សេងអីក៏មិនបាច់ដែរហ្នឹងបើកាលណាយើងឲ្យទៅក៏មិនបានសុខគឺបែកបាក់ព្រាត់ប្រាសផ្សេងហ្នឹងហើយជាចុងក្រោយនេះក៏សូមបងប្អូនកូនក្មួយដែលមានវ័យដល់គូណាក៏សូមឲ្យបានជួបប្រទះគូពិតប្រាកដប្រុសក៏ដូចគ្នាស្រីក៏ដូចគ្នាជួបប្រទះគូព្រេងពិតប្រាកដស្រឡាញ់គ្នាចម្រុងចម្រើនចាប់ដៃគ្នាតាំងពីក្មេងរហូតដល់ចាស់សូមឲ្យបានសុខបានសប្បាយនឹងប៉ុណ្ណឹងចាស់សូមជម្រាបលា